សូមជូនរឿងបំណែកបេះដូងភាគទី16អរគុណបងណាបងសុខស៊ីចាំខ្ញុំបបួលគាត់ពេលដែលគាត់ទំនេរអញ្ចឹងមករំខានបងស្រីទៀតទេបាយបាយបងស្រីចាបាយបាយហ្វាក្រោយបាត់ទូរស័ព្ទជាមួយលូស៊ីរួចរាល់ហ្វានីម៉ារៀបគម្រោងទៅទស្សនាខាស្តេនៅក្នុងទីក្រុងនេះតែម្ដងនាងស្រាវជ្រាវកន្លែងដែលគួរឲ្យចាប់អារម្មណ៍នឹងជាកន្លែងដែលមានមនុស្សទៅច្រើនជាងគេក្រោយរៀបចំផែនការរួចហើយមកកាន់តែជ្រេទៅហើយនាងតូចក៏ងួយគេងពេកគេងលក់ដោយមិនដឹងខ្លួនពេលព្រឹកថ្ងៃអាទិត្យនាងតូចក្រោកពីព្រលឹមតុបតែងខ្លួនរួចរាល់ក៏ខលទៅអេលីសាន់ភ្លាមនាងបានបបួលគេទៅដើរមើលប្រាសាទខាស្តេចំណែកគេក៏យល់ព្រមភ្លាមចំណាយពេល1ម៉ោងពួកគេក៏មកដល់តំបន់ខាស្តេមានមនុស្សដើរលេងទស្សនាជាច្រើនកុះករបងដឹងថាហេតុអីពួកយើងគួរមកមើលតំបន់ខាស្តេនេះដែរទេហ្វានីម៉ាក្រុងរ៉ូបពណ៌ទឹកក្រូចស្រាលដៃខ្លីសម្រងវែងពាក់ស្បែកជើងប៉ាត់តានាងពាក់មួកធំដើរកាន់ក្រដាសផែនទីនាំមុខនាយកំឡោះគាត់នឹកឃើញការបង្កើតសន្ទនាជាមួយគេរឿងតូចងាកមកកាច់កសួរអេលីសាន់ដើរពីក្រោយនាងភ្នែកងាករាទៅសម្លឹងប្រាសាទយ៉ាងស្ងប់ស្ងាត់បើនិយាយក្នុងន័យម៉ាកេទិងគឺអ្នកទេសចរគួរតែចំណាយពេលទស្សនាកំពែងនៅបារាំងព្រោះវាជាស្នាដៃស្ថាបត្យកម្មដ៏អស្ចារ្យមួយបង្ហាញពីប្រវត្តិសាស្ត្ររបស់ព្រះមហាក្សត្រនិងជាស្នាក់ការរបស់វប្បធម៌បារាំងកំពែងទាំងនោះផ្ដល់បទពិសោធន៍ថ្មីដូចជាការធ្វើដំណើរតាមពេលវេលាទៅកាន់សម័យកាលអាណាចក្របារាំងនិងបានស្វែងយល់បន្ថែមពីការរស់នៅរបស់មនុស្សសម័យមុនអេលីសាន់ឆ្លើយតបនាងទាំងភ្នែកសម្លឹងមើលប្រាសាទខ្ពស់នោះមិនទម្លាក់ភ្នែកបង្ហាញថាគេចាប់អារម្មណ៍សំណង់ប្រាសាទទាំងនេះពិតមែនតំបន់នេះជាកន្លែងដ៏ល្បីជាងគេហាងហ្វារកមើលក្នុងអ៊ីនធឺណិតឃើញទីនេះមុនគេបងធ្លាប់មកពីបុនមកទេនាងដើរតាមគេពីក្រោយសួរគេទាំងបើកភ្នែកធំធ្លាប់មកប្រាសាទឆាំបតពី2ឆ្នាំមុនតែរវល់ពីការងារពេកក៏មិនសូវបានមកញឹកញាប់ដែរអញ្ចឹងបងនិយាយពីទីនោះឲ្យស្ដាប់បន្តិចមកនាងបង្កើតប្រធានបទដើម្បីបាននិយាយជាមួយគេប្រាសាទឆាំបតគឺជាកំពែងដ៏អស្ចារ្យមួយនៃប្រទេសបារាំងដែលបង្ហាញពីស្ថាបត្យកម្មនិងជាស្នាដៃសិល្បៈនៃព្រះមហាក្សត្រហ្វ្រាំងស៊ីសវាត្រូវបានកសាងឡើងក្នុងឆ្នាំ1519និងបញ្ចប់ទៅវិញនៅឆ្នាំ1547ព្រះមហាក្សត្របានបញ្ជាឲ្យសាងសង់ក្នុងគោលបំណងដើម្បីជាសាលាបាញ់សត្វរបស់ព្រះមហាក្សត្របងសិននៅសុកនាងតូចបែរខ្លួនមករកគេដោយកាន់ក្នុងទូរស័ព្ទនៅក្នុងដៃជាប់ណែននាងងើបមុខមើលផ្ទៃមុខសង្ហាទាំងបើកភ្នែកធំឃើញគេញញឹមនិយាយទាំងសប្បាយចិត្តបែបនេះនាងបែរជាស្ទាក់ស្ទើរឈប់និយាយបន្តមានអារម្មណ៍មិនគប្បីដែលបង្អាក់សម្ដីរបស់គេមុនមានរឿងអ្វីឬហ្វាអ្នកកំឡុងសួរនាំនាងទាំងអារម្មណ៍ស្រស់ស្រាយបងនិយាយបន្តទៀតចាស់នាងញញឹមអែកកញ្ចឹងកតិចទើបលើកដៃក្តោបទូរស័ព្ទទុកនៅពីក្រោយខ្នងវិញទាំងរអៀសចិត្តតិចតួចចាបនសប្តាហ៍គឺជាសម្បត្តិពិភពលោករបស់ UNESCO គឺជាវិមានធំដ៏អស្ចារ្យដែលបង្ហាញពីសិល្បៈ Renaissance បារាំងនិងអំណាចនៃព្រះបាទហ្វ្រាំងស៊ីស្កូវាជាស្ថាបត្យកម្មពិសេសដូចជាជណ្ដើរទ្វេវង្សនិងតួកម្ពូលជាច្រើនដែលធ្វើឲ្យវាជាស្នាដៃស្ថាបត្យកម្មដ៏ល្បីល្បាញបំផុតអញ្ចឹងនៅទីនេះប្រកាសជាអ៊ូអរណាស់ហើយកាលពីសម័យមុននាងដើរតាមគេពីក្រោយសួរបន្តដោយងើយមុខស្អាតសម្លឹងមើលជញ្ជាំងនៅខាងលើនោះដោយការចង់ដឹងចង់លឺបន្ថែមកាន់តែបានស្គាល់នាងកាន់តែចង់ដឹងវាកាន់តែច្រើន